ឥឡូវនេះគឺខ្ញុំចេញវីដេអូមួយទៀតសម្រាប់ចន្ទទីដែលជួបបញ្ហាផ្សិតពូដីទាំងអស់មកណាតា27ហិកតាអញ្ចឹងណាហើយចន្ទទីនេះដើមតូចទេចន្លោះពី4ឆ្នាំទៅ5ឆ្នាំទេបាទជាទូទៅចន្ទទីប៉ុណ្ណេះគឺលេងត្រួយហើយលេងត្រួយស្លឹកល្អហើយអញ្ចឹងណាកន្លែងខ្លះមានដល់ផ្កាទៀតអញ្ចឹងណាបាទប៉ុន្តែចន្ទទីមកកន្លែងនេះបាទគឺវាជួបបញ្ហា stress ហើយគៀងនិងបញ្ហាជំងឺនឹងតែម្ដងបាទឥឡូវយើងមកពិនិត្យមើលទាំងអស់គ្នានេះបាទយើងមើលឃើញទេនេះសិតតែបាទខ្មៅមុខតែម្ដងនេះចាញ់ដែរប៉ុន្តែខ្មៅអាហ្នឹងគឺបញ្ហាផ្សិតណាខ្ញុំបញ្ជាក់នេះបាទគឺចូលច្រើនមែនតើនេះមើលនេះទៀតនេះបាទអញ្ចឹងណាបាទគឺច្រើនណាបាទទាំងអស់តែម្ដងបាទមិនមែនមានតែមួយដើមនឹងទេវាទាំងអស់ហើយចង់និយាយអញ្ចឹងណាបាទវាគ្រប់ដើមអញ្ចឹងបើសិនជាវិធីសាស្ត្រដែលយើងអាចកែចន្ទីនេះបានបាទទី1គឺយើងវាយថ្នាំផ្សិតវាយថ្នាំជំងឺមួយជើងសិនបាទយើងបាញ់ឲ្យសពទៅលើស្លឹកទៅលើមែកទៅលើដើមវាអញ្ចឹងណាបាទដាក់វាឲ្យសពទៅអាហ្នឹងយើងបាញ់មួយជើងសិនបាទហើយចាំវគ្គក្រោយទៀតបាទយើងមិនចាំបាច់ប្រើថ្នាំផ្សិតទៅទៀតទេព្រោះអីយើងបាញ់តែមួយជើងវាដាច់ហើយបាទអាកាសធាតុល្អចាញ់ថ្ងៃបែបនេះក៏អូខេហើយអញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវធ្វើលើកទី2គឺយើងបាញ់ថ្នាំបាទជំនួយក្នុងការប្រឡូកត្រួយនេះបាញ់ថ្នាំឲ្យវាចេញថ្មីត្រីមកណាបាទបាញ់អកមកនឹងជំនួយតែម្ដងទៅតែពីរជើងឯងគឺលូតមកស្អាតវិញហើយអាហ្នឹងវិធីដោះស្រាយអញ្ចឹងណាសម្រាប់ចន្ទទីដែលជួបបញ្ហា stress បញ្ហាគៀងបញ្ហាចូលជំងឺអញ្ចឹងណាបាទយើងមើលជាក់ស្ដែងទាំងអស់គ្នាអញ្ចឹងវិធីសាស្ត្រមានប៉ុណ្ណឹងបាទ